ថ្ងៃទី3នៃ100ថ្ងៃដែលខ្ញុំនឹងចែករំលែកពីសៀវភៅទាំង100ដែលខ្ញុំបានអានហើយនឹងរៀនសូត្របាន100 days 100 books with money ចាំមើលថាតើខ្ញុំពិតជាអាចផុសវីដេអូនេះជារៀងរាល់ថ្ងៃរហូតដល់100ថ្ងៃជូនអ្នកទាំងអស់គ្នាមែនអត់យើងចាំទៅតាមដានទាំងអស់គ្នាថ្ងៃទី3សៀវភៅ The Power of Now ពេលខ្លះក៏យើងឈឺចាប់មូលហេតុដោយសារតែយើងគិតតែពីអតីតកាលឬមួយក៏អនាគតកាលតែសៀវភៅ The Power of Now បានបង្រៀនយើងថាសុភមង្គលពិតប្រាកដរបស់មនុស្សយើងគឺស្ថិតនៅក្នុងពេលបច្ចុប្បន្នកាលឬក៏ now នៅពេលដែលយើងផ្ដោតទៅលើអ្វីដែលកើតឡើងចំពោះយើងនៅក្នុងពេលនេះចំពោះមុខយើងតែម្ដងនោះនឹងធ្វើឲ្យចិត្តរបស់យើងស្ងប់ជាងមុនប្រសិនជាបងប្អូនកំពុងតែមើលវីដេអូនេះខ្ញុំសូមឲ្យបងប្អូនសម្រាកមួយផ្លែតដកដង្ហើមចូលឲ្យវែងហើយនិយាយប្រាប់ខ្លួនឯងថាខ្ញុំកំពុងតែនៅពេលបច្ចុប្បន្នហើយខ្ញុំមានភាពដឹងគុណឬមួយក៏អរគុណ gratefulness ចំពោះអ្វីៗនៅជុំវិញខ្លួនរបស់ខ្ញុំអរគុណច្រើនចាំជួបគ្នាជាមួយខ្ញុំនៅសៀវភៅផ្សេងទៀតនៅថ្ងៃស្អែកពីនាងខ្ញុំសេងរស់សថាមនីចង់ឲ្យជីវិតជាសិស្សនិស្សិតងាយស្រួលគុណនឹង2និងបានជោគជ័យកាន់តែឆាប់កុំភ្លេចឲ្យសោះបំណង App version 2 download ឥឡូវនេះដោយ free តាមរយៈ QR code នៅលើអេក្រង់ឬក៏តាមតំណនៅក្នុង caption ខាងលើ